ក្រាស់ឡានលើផ្លូវលេខ156នៅតែបន្តរំលោភយកទ្រូងផ្លូវយ៉ាងអនាធបត័យគណៈអភិបាលខណ្ឌអះអាងថាស្អាតបាន80%ហើយវាមិនមែនជារឿងចម្លែកអីទេសម្រាប់ការរំលោភបំពានយកចំណីផ្លូវសាធារណៈធ្វើអាជីវកម្មនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញប៉ុន្តែសម្រាប់ក្រាស់ជួសជុលរថយន្តមួយកន្លែងនេះវិញគឺហាក់ដូចជាថ្លើមធំនិងធ្វើសកម្មភាពអនាធបត័យហួសហេតុពេកហើយជាក់ស្ដែងនៅព្រឹកថ្ងៃទី25ខែកុម្ភៈឆ្នាំ2026នេះក្រុមការងារ The Real News យើងបានចុះទៅដល់ទីតាំងផ្លូវលេខ156ក្នុងសង្កាត់វាលវងខណ្ឌ7មករានិងបានប្រទះឃើញទស្សនវិជ្ជាដែលមិនអាចទទួលយកបានម្ចាស់ទីតាំងបានធ្វើសកម្មភាពជួសជុលនិងរុះរើគ្រឿងម៉ាស៊ីននៅកណ្ដាលទ្រូងផ្លូវតែម្ដងដោយមានការប្រើប្រាស់ឧបករណ៍ដងស្ទូចលើកដាក់គ្រឿងម៉ាស៊ីនរថយន្តយ៉ាងរំភើយនិងមានរថយន្តស៊េរីទំនើបចតចោលរីប៉ាយពេញដងផ្លូវថែមទៀតផងដែលនេះជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែតទៅលើច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងច្បាប់ស្តីពីផ្លូវថ្នល់បង្កឲ្យមានការកកស្ទះនិងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរជុំវិញភាពអនាធបត័យដែលនៅតែបន្តកើតមាននេះលោកថេងសុថនអភិបាលខណ្ឌ7មករាបានបកស្រាយមកកាន់អង្គភាពយើងថាកន្លងមកអាជ្ញាធរធ្លាប់បានចោះចាត់វិធានការស្ទូចយឹករថយន្តនិងក្បាលឡានចាស់ចេញអស់មួយចំនួនធំរួចមកហើយដោយលោកអះអាងថាបច្ចុប្បន្នសម្រេចបានភាពស្អាតរហូតដល់80%ទោះជាយ៉ាងណាលោកអភិបាលខណ្ឌបានទទួលស្គាល់ថានៅសេសសល់ការឈប់ចតរំលោភផ្លូវបន្តិចបន្តួចដោយសារតែទីតាំងខាងក្នុងក្រាស់ពេញពេកផ្ទុយពីការបកស្រាយនេះផុសតាំងជាក់ស្ដែងដែលក្រុមការងារយើងថតបានកាលពីព្រឹកមិញនេះបង្ហាញថាម្ចាស់ទីតាំងមិនមែនគ្រាន់តែយកផ្លូវរដ្ឋធ្វើជាកន្លែងចតរថយន្តបណ្ដោះអាសន្នដោយការលើកឡើងនោះទេប៉ុន្តែបានយកដងស្ទូចម៉ាស៊ីនរថយន្តមកដាក់ធ្វើសកម្មភាពជួសជុលនិងលើកដាក់គ្រឿងម៉ាស៊ីនយ៉ាងអនាធបត័យនៅកណ្ដាលផ្លូវតែម្ដងដែលសកម្មភាពនេះគឺកំពុងរំលោភច្បាប់យ៉ាងចំហសំណួរត្រូវបានចោទឡើងថាតើការថាស្អាតបាន80%វាគ្រប់គ្រាន់ហើយឬនៅសម្រាប់សណ្ដាប់ធ្នាប់រាជធានីភ្នំពេញព្រោះទស្សនវិជ្ជាជាក់ស្ដែង20%ដែលសេសសល់គឺកំពុងធ្វើទុកបុកម្នេញដល់អ្នកធ្វើដំណើរយ៉ាងខ្លាំងក្នុងនាមប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរដែលរងផលប៉ះពាល់នៅតែសនំពើយ៉ាងទទូចដល់ឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញមេត្តាជួយពិនិត្យមើលចំណាត់ការរបស់អាជ្ញាធរថ្នាក់ក្រោមផងដើម្បីកុំឲ្យยึកលេសថាខាងក្នុងពេញមកធ្វើជាខែលការពារការរំលោភច្បាប់រដ្ឋបន្តទៀតអង្គភាពយើងនឹងបន្តតាមដានករណីនេះរហូតមានចំណាត់ការច្បាស់លាស់ខ្ញុំបាទពិសិដ្ឋសុធិរិទ្ធពី The Real News